បាទសូមស្វាគមន៍បងប្អូនទាំងអស់គ្នាវិលត្រឡប់ជួបគ្នាជាមួយនឹងខ្ញុំម្ដងទៀតជាមួយនឹងការនិទាននិងការសង្ខេបសាច់រឿងខ្លះៗរបស់តួអង្គឈិនយ៉ាន់ជីងដែលជាម្ដាយរបស់មូឈិនដែលស្ថិតនៅក្នុងរឿង The Great Ruler ហើយកុំឲ្យខាត់ពេលវេលាទៀតយើងចូលទៅដល់វីដេអូរបស់យើងតែម្ដងដោយឈិនយ៉ាន់ជីងនឹងនាងគឺជាសមាជិកត្រកូលព្រះពុទ្ធបុរាណដែលជាត្រកូលបុរាណមួយក្នុងចំណោមត្រកូលបុរាណទាំង5ដែលស្ថិតនៅក្នុងរឿង The Great Ruler នៅក្នុងពេលបច្ចុប្បន្នហ្នឹងដោយឈិនយ៉ាន់ជីងនឹងនាងកើតមកជាមួយជីពចរទេពភាពចំនួន8ដែលតំណាងឲ្យទេពកោសល្យអស្ចារ្យបំផុតដែលស្ថិតនៅក្នុងត្រកូលព្រះពុទ្ធបុរាណហើយនឹងនៅក្នុងពិភពលោករាប់ពាន់អស្ចារ្យទាំងមូលតែម្ដងពីព្រោះមនុស្សគ្រប់គ្នានៅក្នុងពិភពលោករាប់ពាន់អស្ចារ្យហ្នឹងនៅពេលដែលពួកគេកើតមកហ្នឹងគឺមានជីពចរចំនួន4នៅក្នុងខ្លួនរបស់ពួកគេដែលតំណាងឲ្យទេពកោសល្យហើយនឹងការវឹកហាត់របស់ពួកគេដោយជីពចរហ្នឹងគឺមាន4កម្រិតកម្រិតទី1នេះគឺជីពចរថ្នាក់មនុស្សកម្រិតទី2គឺជីពចរថ្នាក់ផែនដីកម្រិតទី3គឺជីពចរថ្នាក់ឋានសួគ៌ហើយកម្រិតទី4ហ្នឹងគឺជាជីពចរថ្នាក់ដតេវភាពហើយជីពចរថ្នាក់ដតេវភាពហ្នឹងមានចាប់ពីជីពចរថ្នាក់ទី1ដល់ថ្នាក់ទី9ហើយឈិនយ៉ាន់ជីងហ្នឹងគឺកើតមកជាមួយនឹងជីពចរដតេវភាពថ្នាក់ទី8ដែលកម្របំផុតដែលស្ថិតនៅក្នុងពិភពលោករាប់ពាន់អស្ចារ្យទាំងមូលតែម្ដងហើយឈិនយ៉ាន់ជីងហ្នឹងនាងគឺជាសមាជិកគ្រួសារឈីងដែលជាគ្រួសារមួយក្នុងចំណោមគ្រួសារទាំង3មានដូចជាគ្រួសារឈីងគ្រួសារស៊ន់ហើយនិងគ្រួសារម៉ូដែលស្ថិតនៅក្រោមបង្គាប់របស់ត្រកូលព្រះពុទ្ធបុរាណទាំងមូលតែម្ដងហើយគ្រួសារឈីងរបស់ឈិនយ៉ាន់ជីងបច្ចុប្បន្នហ្នឹងគឺជាគ្រួសារដែលខ្សោយជាងគេបំផុតហើយមួយវិញទៀតឈិនយ៉ាន់ជីងហ្នឹងនាងគឺជានារីបរិសុទ្ធរបស់ត្រកូលព្រះពុទ្ធបុរាណដូចគ្នាកាលពីអតីតកាលប៉ុន្តែនៅក្នុងពេលបច្ចុប្បន្នហើយនិងអនាគតវិញគឺឈិនយ៉ាន់ជីងហ្នឹងនាងក៏បានក្លាយទៅជាព្រឹទ្ធាចារ្យធំហើយក៏ក្លាយទៅជាអ្នកគ្រប់គ្រងត្រកូលព្រះពុទ្ធបុរាណបន្ទាប់ពីប្រាសាទបុព្វបុរសបែងចែកទាំង8ទិសដែលជាវត្ថុបុរាណបរិសុទ្ធគ្មានគូប្រៀបថ្នាក់បរិសុទ្ធហ្នឹងបានទទួលស្គាល់យកឈិនយ៉ាន់ជីងបន្ទាប់ពីហ្វូទូសៀនដែលជាអ្នកគ្រប់គ្រងត្រកូលព្រះពុទ្ធបុរាណបច្ចុប្បន្នហ្នឹងគ្រប់គ្រងនឹងមើលថែត្រកូលព្រះពុទ្ធបុរាណមិនបានល្អដោយដឹកនាំត្រកូលព្រះពុទ្ធបុរាណហ្នឹងតាមបែបចាស់កម្រិលពេកដូច្នេះហើយប្រាសាទបុព្វបុរសបែងចែកទាំង8ទិសហ្នឹងដែលជាវត្ថុបរិសុទ្ធគ្មានគូប្រៀបថ្នាក់បរិសុទ្ធហ្នឹងក៏បានទទួលស្គាល់ឈិនយ៉ាន់ជីងឲ្យក្លាយទៅជាមេដឹកនាំត្រកូលព្រះពុទ្ធបុរាណចាប់តាំងពីពេលហ្នឹងមកឯមូលហេតុដែលឈិនយ៉ាន់ជីងនឹងបានជួបជាមួយនឹងមូហ្វឹងដែលជាឪពុករបស់មូឈិនហើយបានបង្កើតទំនាក់ទំនងស្នេហាជាមួយនឹងមូហ្វឹងឡើងមកគឺដោយសារតែការពីពេលអតីតកាលហ្នឹងត្រកូលព្រះពុទ្ធបុរាណគឺបានបង្ខំឲ្យឈិនយ៉ាន់ជីងហ្នឹងរៀបការជាមួយនឹងមហាធានដែលជាមេដឹកនាំត្រកូលមហាបុរាណដែលជាត្រកូលបុរាណមួយក្នុងចំណោមត្រកូលបុរាណទាំង5ដែលស្ថិតនៅក្នុងពិភពលោករាប់ពាន់អស្ចារ្យនៅក្នុងពេលបច្ចុប្បន្នហើយត្រកូលមហាបុរាណហ្នឹងក៏ជាត្រកូលបុរាណដែលខ្លាំងជាងគេនៅក្នុងចំណោមត្រកូលបុរាណទាំង5នៅក្នុងពេលបច្ចុប្បន្ននឹងដូចគ្នារីឯមូលហេតុដែលថាត្រកូលមហាបុរាណហើយនិងត្រកូលព្រះពុទ្ធបុរាណចង់ភ្ជាប់ទំនាក់ទំនងជាមួយគ្នានឹងគឺដោយសារតែឈិនយ៉ាន់ជីងហើយនិងមហាធានគឺជាមនុស្សដែលមានទេពកោសល្យបំផុតកាលពីពេលនោះនៅក្នុងត្រកូលរបស់ពួកគេទាំងពីរឬក៏នៅក្នុងពិភពលោករាប់ពាន់អស្ចារ្យទាំងមូលតែម្ដងដូច្នេះហើយបើសិនជាមហាធានហើយនិងឈិនយ៉ាន់ជីងនឹងបានភ្ជាប់ទំនាក់ទំនងសារឈាមជាមួយគ្នានិងបានរៀបការជាមួយគ្នាហើយបង្កើតកូនជាមួយគ្នានឹងគឺកូនរបស់ពួកគេនឹងប្រកាសជាខ្លាំងមិនអាចប្រៀបផ្ទឹមបាននោះទេតែចំពោះមហាធានហើយនិងត្រកូលមហាបុរាណនេះនឹងគឺមិនបានស្រឡាញ់ឈិនយ៉ាន់ជីងនោះទេគឺត្រកូលទាំងពីរនឹងគឺគិតតែពីផលប្រយោជន៍របស់ពួកគេរៀងៗខ្លួនតែប៉ុណ្ណោះដោយមិនបានគិតអំពីចិត្តរបស់ឈិនយ៉ាន់ជីងនោះឡើយប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្តីស្រមៃរបស់ពួកគេនឹងក៏បានរលាយហិនហោចនៅពេលដែលឈិនយ៉ាន់ជីងនឹងនាងបានបដិសេធនិងបានលុបចោលនៅពិធីមង្គលការរបស់នាងនឹងជាមួយនឹងមហាធានចោលតែម្ដងដែលជាហេតុធ្វើឲ្យត្រកូលព្រះពុទ្ធបុរាណហើយនិងត្រកូលមហាបុរាណនឹងមិនសូវចុះសម្រុងជាមួយគ្នាចាប់តាំងពីពេលហ្នឹងមកគឺដោយសារតែការបដិសេធរបស់ឈិនយ៉ាន់ជីងមិនព្រមរៀបការជាមួយនឹងមហាធានដែលធ្វើឲ្យត្រកូលមហាបុរាណនឹងនៅពេលហ្នឹងបាក់មុខមិនស្ទើរនោះទេដោយសារតែការបដិសេធរបស់ឈិនយ៉ាន់ជីងនឹងបន្ទាប់ពីហេតុការណ៍ហ្នឹងហើយឈិនយ៉ាន់ជីងនាងក៏បានចាក់ចេញពីត្រកូលព្រះពុទ្ធបុរាណតែម្ដងដើម្បីធ្វើដំណើរត្រាច់ចរតែម្នាក់ឯងពីពេញពិភពលោករាប់ពាន់អស្ចារ្យប៉ុន្តែនៅក្នុងពេលមួយឈិនយ៉ាន់ជីងនាងក៏បានវង្វេងផ្លូវហើយក៏បានមកដល់ទ្វីបវិញ្ញាណ100ហើយនៅក្នុងពេលហ្នឹងឈិនយ៉ាន់ជីងនាងក៏បានប្រយុទ្ធជាមួយសត្រូវរបស់នាងរហូតធ្វើឲ្យសត្រូវរបស់នាងស្លាប់ហើយឈិនយ៉ាន់ជីងខ្លួនឯងវិញរងរបួសធ្ងន់ធ្ងរស្ទើរតែពិការទៅហើយបន្ទាប់ពីមកដល់ទ្វីបវិញ្ញាណ100ជាលើកដំបូងហ្នឹងប៉ុន្តែនៅក្នុងពេលហ្នឹងឈិនយ៉ាន់ជីងនាងស្ថិតនៅក្នុងកម្រិតទី10គឺជាកម្រិតអធិបតីភាពផែនដីដំណាក់កាលល្អឥតខ្ចោះពេលដែលនាងចាក់ចេញពីត្រកូលព្រះពុទ្ធបុរាណហ្នឹងប៉ុន្តែដោយសារតែនៅពេលដែលនាងធ្លាក់មកដល់ទ្វីបវិញ្ញាណ100ហ្នឹងដោយសារតែឈិនយ៉ាន់ជីងនាងបានរងរបួសធ្ងន់ធ្ងរដូច្នេះហើយធម្មពលវិញ្ញាណនៅក្នុងខ្លួនរបស់នាងហ្នឹងក៏បានលេចចេញពីរាងកាយរបស់នាងដែលបានតាក់ទាញសត្វវិញ្ញាណជាច្រើនទាំងអស់នៅក្នុងព្រៃដែលនាងបានរងរបួសហ្នឹងដែលធ្វើឲ្យសត្វទាំងអស់ហ្នឹងមកវាយប្រហារឈិនយ៉ាន់ជីងដែលធ្វើឲ្យឈិនយ៉ាន់ជីងហ្នឹងស្ទើរតែស្លាប់ទៅហើយដោយសារតែព្យាយាមទប់ទល់ជាមួយនឹងពួកសត្វវិញ្ញាណទាំងអស់ហ្នឹងហើយណាមួយហ្នឹងឈិនយ៉ាន់ជីងនាងកំពុងតែរងរបួសធ្ងន់ធ្ងរដូចគ្នាមិនអាចទប់ទល់ជាមួយនឹងសត្វវិញ្ញាណហ្នឹងបានយូរទៀតនោះទេប៉ុន្តែជាសំណាងល្អនៅក្នុងពេលដែលឈិនយ៉ាន់ជីងនាងកំពុងតែពិបាកទប់ទល់ជាមួយនឹងសត្វវិញ្ញាណទាំងអស់ហ្នឹងស្ទើរតែស្លាប់ហ្នឹងនាងក៏ត្រូវបានមូហ្វឹងឃើញហើយក៏ត្រូវបានមូហ្វឹងហ្នឹងជួយសង្គ្រោះនិងនាំរត់គេចចេញពីសត្វវិញ្ញាណហ្នឹងបាត់ទៅហើយមូហ្វឹងនៅពេលដែលជួយសង្គ្រោះឈិនយ៉ាន់ជីងហ្នឹងពេលហ្នឹងមូហ្វឹងគឺមានកម្រិតទី4គឺជាកម្រិតវិញ្ញាណតែប៉ុណ្ណោះប៉ុន្តែទោះជាយ៉ាងណាក៏ដោយដោយសារតែក្តីស្រឡាញ់បន្ទាប់ពីឈិនយ៉ាន់ជីងហ្នឹងនាងត្រូវបានមូហ្វឹងជួយសង្គ្រោះហើយនឹងនៅជាមួយនឹងមូហ្វឹងអស់មួយរយៈពេលធំនាងក៏បានលងស្រឡាញ់មូហ្វឹងដោយសារតែចរិតរបស់មូហ្វឹងហ្នឹងគឺល្អខុសពីមនុស្សប្រុសដទៃទៀតដែលនាងបានជួបនៅក្នុងត្រកូលព្រះពុទ្ធបុរាណដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនហើយមូហ្វឹងហ្នឹងគឺមិនបានគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនអ្វីនោះទេ
ដោយគិតពីអ្នកជំវិញខ្លួននឹងជាធំដោយតែពេលដែលនាងដោយតែពេលដែល Mu Feng នឹងជួយសង្គ្រោះនាងគឺមិនគិតពីអាយុជីវិតរបស់គាត់ឡើយដូច្នេះហើយបន្ទាប់ពីនៅជាមួយនឹង Mu Feng អស់មួយរយៈហើយឈៀនយ៉ាន់ជីងហើយនឹង Mu Feng នឹងក៏បានលងស្រឡាញ់គ្នាទៅវិញទៅមកហើយក៏បានបង្កើតចំណងស្នេហាជាមួយគ្នានិងបានរៀបការជាមួយគ្នាហើយរស់នៅជាមួយគ្នានឹងអស់រយៈពេលជាច្រើនឆ្នាំចាប់តាំងពីពេលហ្នឹងមកប៉ុន្តែទោះជាយ៉ាងណាក៏ដោយនៅក្នុងពេលមួយហ្នឹងនៅពេលដែលឈៀនយ៉ាន់ជីងបានផ្ដល់កំណត់ដល់ Mu Chen ក៏ស្រាប់តែពួកព្រឹទ្ធាចារ្យធំៗនៅក្នុងត្រកូលព្រះពុទ្ធបុរាណហ្នឹងក៏បានដឹងជាពិសេសហ្នឹងគឺជាព្រឹទ្ធាចារ្យធំហ្វូទូសៀនដែលជាមេដឹកនាំត្រកូលព្រះពុទ្ធបុរាណតែម្ដងគាត់ក៏បានខឹងសម្បាជាមួយនឹងឈៀនយ៉ាន់ជីងជាខ្លាំងដោយសារតែឈៀនយ៉ាន់ជីងហ្នឹងបន្ទាប់ពីនាងចាក់ចេញពីត្រកូលព្រះពុទ្ធបុរាណហ្នឹងនាងមានទំនាក់ទំនងជាមួយនឹងមនុស្សធម្មតាដូចជា Mu Feng ហើយថែមទាំងបង្កើតកូនជាមួយនឹង Mu Feng ថែមទៀតផងដូច្នេះហើយទើបធ្វើឲ្យពួកព្រឹទ្ធាចារ្យទាំងអស់ហ្នឹងនៅក្នុងត្រកូលព្រះពុទ្ធបុរាណហ្នឹងមានការខឹងសម្បាជាមួយនឹងឈៀនយ៉ាន់ជីងជាខ្លាំងដោយសារតែឈៀនយ៉ាន់ជីងហ្នឹងបានបំផ្លាញខ្សែឈាមដ៏បរិសុទ្ធរបស់នាងមូលហេតុហ្នឹងគឺដោយសារតែត្រកូលព្រះពុទ្ធបុរាណរបស់ឈៀនយ៉ាន់ជីងហ្នឹងគឺតឹងរឹងបំផុតតាក់ទងទៅនឹងខ្សែឈាមហើយនឹងពូជពងរបស់នាងហ្នឹងជាពិសេសហ្នឹងជាមួយឈៀនយ៉ាន់ជីងតែម្ដងដោយសារតែឈៀនយ៉ាន់ជីងហ្នឹងគឺជាមនុស្សដែលមានខ្សែឈាមបរិសុទ្ធដែលកើតមកជាមួយនឹងជីពចរទេវភាពចំនួន8ដូច្នេះហើយនៅពេលដែលឈៀនយ៉ាន់ជីងហ្នឹងមានទំនាក់ទំនងជាមួយនឹង Mu Feng ហើយបានបង្កើត Mu Chen ឡើងមកហ្នឹងដូច្នេះហើយឈៀនយ៉ាន់ជីងនឹងត្រូវបានចាត់ទុកថាគឺជាជនក្បត់ត្រកូលព្រះពុទ្ធបុរាណភ្លាមៗតែម្ដងបន្ទាប់ពីនាងហ្នឹងបានបង្កើត Mu Chen ឡើងមកដូច្នេះហើយពួកព្រឹទ្ធាចារ្យធំៗទាំងអស់នៅក្នុងត្រកូលព្រះពុទ្ធបុរាណហ្នឹងក៏បានចោទប្រកាន់ទៅឈៀនយ៉ាន់ជីងថាបានបំផ្លាញខ្សែឈាមដ៏បរិសុទ្ធហើយនឹងជីពចរទេវភាពរបស់នាងនៅពេលដែលនាងហ្នឹងបានបង្កើត Mu Chen ឡើងមកដែលជាពូជឈាមមិនបរិសុទ្ធមិនត្រឹមតែប៉ុណ្ណឹងនោះទេឈៀនយ៉ាន់ជីងហ្នឹងនាងក៏បានដាំជីពចរទេវភាពចំនួន8នៅក្នុងខ្លួនរបស់ Mu Chen ដូចគ្នានៅពេលដែល Mu Chen ហ្នឹងស្ថិតនៅក្នុងពោះរបស់នាងដូច្នេះហើយទើប Mu Chen ចាប់តាំងពីពេលនោះមកត្រូវបានសមាជិកនៅក្នុងត្រកូលព្រះពុទ្ធបុរាណហ្នឹងបានហៅថាគឺជាអាកូនឈាមមានបាបរហូតមកដល់ពេលបច្ចុប្បន្នចំណែកឯពួកព្រឹទ្ធាចារ្យទាំងអស់នៅក្នុងត្រកូលព្រះពុទ្ធបុរាណហ្នឹងក៏ចង់សម្លាប់ Mu Feng ហើយនិង Mu Chen ចោលដូចគ្នាប៉ុន្តែក៏ត្រូវបានឈៀនយ៉ាន់ជីងញឹងរារាំងដូច្នេះហើយទើបពួកព្រឹទ្ធាចារ្យទាំងអស់ហ្នឹងមិនហ៊ានធ្វើអ្វីប្រេះផ្ដាស់ដោយសារតែពួកគេហ្នឹងក៏ខ្លាចឈៀនយ៉ាន់ជីងដូចគ្នាប៉ុន្តែដើម្បីការពារកូនប្រុសហើយនិងស្វាមីរបស់នាងដូច្នេះហើយនាងក៏បានត្រឡប់ទៅកាន់ត្រកូលព្រះពុទ្ធបុរាណរបស់នាងវិញដើម្បីអនុញ្ញាតឲ្យព្រឹទ្ធាចារ្យធំហ្វូទូសៀនដែលជាមេដឹកនាំនៅក្នុងត្រកូលព្រះពុទ្ធបុរាណបច្ចុប្បន្នហ្នឹងចាប់ឃុំនាងនៅក្នុងប្រាសាទបុព្វបុរសបែងចែកទាំង8ទិសចាប់តាំងពីពេលហ្នឹងមករហូតមកដល់ពេលបច្ចុប្បន្នប៉ុន្តែមុនពេលដែលឈៀនយ៉ាន់ជីងនឹងត្រឡប់ទៅកាន់ត្រកូលព្រះពុទ្ធបុរាណវិញហ្នឹងនាងក៏បានជួបជាមួយនឹងក្មេងស្រីម្នាក់ដែលកំពុងតែយំក្រោមដំណក់ទឹកភ្លៀងនៅក្នុងទ្វីបវិញ្ញាណ100ដែលកំពុងតែរត់គេចចេញពីភ្លើងសង្គ្រាមដែលមនុស្សគ្រប់គ្នាកំពុងតែប្រយុទ្ធគ្នានៅក្នុងទ្វីបវិញ្ញាណ100ហ្នឹងហើយក្មេងស្រីតូចម្នាក់ហ្នឹងគឺមិនមែនជានរណាផ្សេងនោះទេគឺជាលីងស៊ីយើងនឹងឯងដែលឃើញនៅក្នុងតង់ហួរដែលជាបងស្រីចិញ្ចឹមរបស់ Mu Chen នឹងឯងដែលបង្ហាញខ្លួននៅក្នុងសាលាបដិទ្ធភាពវិញ្ញាណខាងជើងនៅក្នុងពេលបច្ចុប្បន្នដូច្នេះហើយឈៀនយ៉ាន់ជីងនាងក៏បានយកលីងស៊ីនឹងធ្វើជាកូនស្រីចិញ្ចឹមរបស់នាងម្នាក់ទៀតចាប់តាំងពីពេលហ្នឹងមករហូតមកដល់បច្ចុប្បន្នប៉ុន្តែនៅក្នុងពេលដែលឈៀនយ៉ាន់ជីងត្រឡប់ទៅកាន់ត្រកូលព្រះពុទ្ធបុរាណវិញនាងក៏បានបិទត្រាការចងចាំទាំងអស់របស់លីងស៊ីដើម្បីការពារលីងស៊ីកុំឲ្យត្រកូលព្រះពុទ្ធបុរាណបានដឹងនិងចាប់នាងហើយណាមួយខ្លាចលីងស៊ីនឹងទៅរកនាងនៅក្នុងត្រកូលព្រះពុទ្ធបុរាណដូច្នេះហើយទើបឈៀនយ៉ាន់ជីងបិទត្រាការចងចាំទាំងអស់របស់លីងស៊ីតែម្ដងដោយទុកឲ្យលីងស៊ីនឹងបើកត្រាការចងចាំដោយខ្លួនឯងនៅពេលដែលលីងស៊ីនឹងនាងមានកម្លាំងគ្រប់គ្រាន់ដែលអាចទៅត្រកូលព្រះពុទ្ធបុរាណបានបន្ទាប់មកទៀតឈៀនយ៉ាន់ជីងនាងក៏បានត្រឡប់ទៅកាន់ត្រកូលព្រះពុទ្ធបុរាណវិញហើយអនុញ្ញាតឲ្យព្រឹទ្ធាចារ្យធំហ្វូទូសៀនចាប់ឃុំខ្លួននាងនៅក្នុងប្រាសាទបុព្វបុរសបែងចែកទាំង8ទិសចាប់តាំងពីពេលហ្នឹងមកប៉ុន្តែជាក់ស្ដែងទៅបើសិនជាឈៀនយ៉ាន់ជីងនាងចង់ចាក់ចេញពីប្រាសាទបុព្វបុរសបែងចែកទាំង8ទិសហ្នឹងគឺថាពេលណាក៏បានដែរប៉ុន្តែដោយសារតែនាងនឹងមិនធ្វើពីព្រោះអីដោយសារតែនាងនឹងគិតអំពីសុវត្ថិភាពរបស់ប្តីនាងនិងកូនប្រុសរបស់នាង Mu Chen ហើយនិងកូនស្រីរបស់នាងលីងស៊ីនឹងឯងទើបឈៀនយ៉ាន់ជីងនឹងមិនព្រមចាក់ចេញពីប្រាសាទបុព្វបុរសបែងចែកទាំង8ទិសដោយអនុញ្ញាតឲ្យពួកព្រឹទ្ធាចារ្យទាំងអស់ហ្នឹងឃុំនាងនៅក្នុងហ្នឹងប៉ុន្តែបើចង់ចេញហ្នឹងគឺចេញពេលណាក៏បានដែរហើយមួយទៀតមូលហេតុដែលពួកព្រឹទ្ធាចារ្យធំទាំងអស់នៅក្នុងត្រកូលព្រះពុទ្ធបុរាណរួមទាំងហ្វូទូសៀនដែលជាមេដឹកនាំនៅក្នុងត្រកូលព្រះពុទ្ធបុរាណបច្ចុប្បន្នហ្នឹងមិនហ៊ានជាមួយនឹងឈៀនយ៉ាន់ជីងហ្នឹងគឺដោយសារតែនៅពេលដែលឈៀនយ៉ាន់ជីងបន្ទាប់ពីត្រឡប់មកកាន់ត្រកូលព្រះពុទ្ធបុរាណវិញគឺឈៀនយ៉ាន់ជីងនាងបានក្លាយទៅជាគ្រូអរិយខាងវិញ្ញាណកម្រិតបុព្វបុរសដំណាក់កាលបរិសុទ្ធដែលស្មើទៅនឹងអ្នកវឹកហាត់កម្រិតទី11គឺជាកម្រិតអធិបតីភាពឋានសួគ៌បរិសុទ្ធដំណាក់កាលកណ្ដាលឯណោះនៅក្នុងពេលបច្ចុប្បន្នដូច្នេះហើយទើបពួកព្រឹទ្ធាចារ្យទាំងអស់នៅក្នុងត្រកូលព្រះពុទ្ធបុរាណហ្នឹងមិនហ៊ានធ្វើអ្វីប្រេះផ្ដាស់ចំពោះឈៀនយ៉ាន់ជីងពីព្រោះដោយសារគ្រូអរិយខាងវិញ្ញាណកម្រិតបុព្វបុរសថ្នាក់បរិសុទ្ធហ្នឹងគឺវាកម្រខ្លាំងមែនទែននៅក្នុងពិភពលោករបស់អស្ចារ្យដែលវាកម្រជាងអ្នកវឹកហាត់ដែលស្ថិតនៅក្នុងកម្រិតទី11គឺជាកម្រិតអធិបតីភាពឋានសួគ៌បរិសុទ្ធទៅទៀតដូច្នេះហើយទើបពួកព្រឹទ្ធាចារ្យទាំងអស់នៅក្នុងត្រកូលព្រះពុទ្ធបុរាណហ្នឹងមិនហ៊ានធ្វើអ្វីប្រេះផ្ដាស់ចំពោះឈៀនយ៉ាន់ជីងបន្ទាប់ពីនឹងមកទៀតប្រហែលឆ្នាំក្រោយមកទៀតនៅពេលដែល Mu Chen បានធំពេញវ័យនៅពេលដែល Mu Chen បានឡើងទៅដល់កម្រិតទី11គឺជាកម្រិតអធិបតីភាពឋានសួគ៌ថ្នាក់វិញ្ញាណហើយ Mu Chen ក៏បានទៅកាន់ត្រកូលព្រះពុទ្ធបុរាណដូចគ្នា
ដើម្បីទៅនាំយកឈានយ៉ាងជីងដើម្បីឲ្យទៅនៅជាមួយនឹងឪពុករបស់ខ្លួនមូហ្វឹងវិញពីព្រោះអីមូឈិនធ្លាប់បានសន្យាជាមួយនឹងឪពុករបស់ខ្លួនថានឹងនាំម្ដាយរបស់ខ្លួននឹងទៅនៅជាមួយនឹងឪពុករបស់ខ្លួនវិញបន្ទាប់ពីមូឈិនខ្លួនគាត់នឹងបានខ្លាំងដល់កម្រិតគ្រប់គ្រាន់ដែលអាចទៅជួយសង្គ្រោះម្ដាយរបស់គាត់វិញហើយនៅក្នុងពេលដែលមូឈិនបានទៅដល់ត្រកូលព្រះពុទ្ធបុរាណនឹងនៅកន្លែងហ្នឹងគឺឈានយ៉ាងជីងនឹងនាងក៏បានក្លាយទៅជាព្រឹទ្ធាចារ្យធំហើយក៏ជាអ្នកគ្រប់គ្រងត្រកូលព្រះពុទ្ធបុរាណដូចគ្នាបន្ទាប់ពីប្រាសាទបុព្វបុរសបែងចែកទាំង8ទិសដែលជាវត្ថុបុរាណបរិសុទ្ធដាក់គ្មានគូប្រៀបនឹងបានទទួលស្គាល់យកឈានយ៉ាងជីងបន្ទាប់ពីហ្វូទូសៀននឹងដឹកនាំនិងគ្រប់គ្រងត្រកូលព្រះពុទ្ធបុរាណមិនបានល្អដែលហ្វូទូសៀននឹងដឹកនាំត្រកូលព្រះពុទ្ធបុរាណនឹងតាមបែបចាស់កម្រិតពេកហើយធ្វើឲ្យសមាជិកដែលមានទេពកោសល្យដូចជាមូឈិននឹងត្រូវបានគេហៅថាកូនឈីមានបាបដូច្នេះហើយប្រាសាទបុព្វបុរសបែងចែកទាំង8ទិសដែលជាវត្ថុបរិសុទ្ធគ្មានគូប្រៀបនឹងក៏បានទទួលស្គាល់យកឈានយ៉ាងជីងហើយក្លាយទៅជាមេដឹកនាំនៅក្នុងត្រកូលព្រះពុទ្ធបុរាណចាប់តាំងពីពេលហ្នឹងមកហើយនៅពេលដែលមូឈិនបានទៅដល់ត្រកូលព្រះពុទ្ធបុរាណហ្នឹងគឺថាគ្មានអ្នកណាអាចទប់ទល់ជាមួយនឹងមូឈិនបានទេហើយទោះបីជាមូឈិនស្ថិតនៅក្នុងកម្រិតទី11គឺជាកម្រិតអធិបតីភាពតាមសួគ៌ថ្នាក់វិញ្ញាណក៏ដោយក៏បានវាយប្រហារអ្នកដែលស្ថិតនៅក្នុងកម្រិតទី11គឺជាកម្រិតអធិបតីភាពតាមសួគ៌ដំណាក់កាលអមតៈហ្នឹងទើតែទាំងអស់គ្នាតែម្ដងនៅក្នុងត្រកូលព្រះពុទ្ធបុរាណហ្នឹងលើកលែងតែហ្វូទូសៀនមួយដែលហ្វូទូសៀនហ្នឹងក៏បានវាយប្រហារមូឈិនវិញប៉ុន្តែនៅក្នុងពេលហ្នឹងឈានយ៉ាងជីងក៏បានចេញមកការពារមូឈិននេះគ្នាដូច្នេះហើយនៅក្នុងត្រកូលព្រះពុទ្ធបុរាណទាំងមូលហ្នឹងនៅពេលដែលមូឈិនបានទៅជួយសង្គ្រោះម្ដាយរបស់គាត់មកវិញហ្នឹងគឺគ្មានអ្នកណាអាចទប់ទល់ជាមួយនឹងមូឈិនបានឡើយលើកលែងតែហ្វូទូសៀនដែលជាមេដឹកនាំនៅក្នុងត្រកូលព្រះពុទ្ធបុរាណបច្ចុប្បន្នដែលអាចវាយប្រហារមូឈិនបានហើយសាច់រឿងរបស់យើងគឺមានតែប៉ុណ្្នឹងឯងហើយមុនបញ្ចប់វីដេអូខ្ញុំសូមអរគុណទៅដល់បងប្រុសម្នាក់ហើយនិងបងស្រីពីរនាក់ដែលបានឧបត្ថម្ភដល់ខ្ញុំដូចគ្នាដោយបងប្រុសទី1នឹងគឺមានឈ្មោះថាបងប្រុសភក្តីដែលបានឧបត្ថម្ភដល់ខ្ញុំចំនួន$10ហើយគាត់ក៏បាននិយាយថាបើបងអូនមានពេលបងអូនអាចជួយធ្វើវីដេអូនិយាយតាក់ទងទៅនឹងខ្សែស្រឡាយរឿងសៀវយិនផងបាទបងចាំខ្ញុំមានពេលចាំខ្ញុំធ្វើវីដេអូនិយាយតាក់ទងទៅនឹងរឿងខ្សែស្រឡាយរបស់សៀវយិនឲ្យខ្ញុំសូមអរគុណបងច្រើនមែនតើទី2អរគុណទៅដល់បងស្រីពៅស្រីណែដែលបានឧបត្ថម្ភដល់ខ្ញុំចំនួន$7ហើយគាត់ក៏បាននិយាយថាធ្វើវីដេអូសង្ខេបសាច់រឿងឲ្យច្រើនមកបងខ្ញុំចូលចិត្តស្ដាប់បងនិយាយបាទអរគុណច្រើនមែនតើបងសម្រាប់ការចូលចិត្តនិងការស្រឡាញ់ហើយខ្ញុំចាំមើលខ្ញុំមានពេលចាំខ្ញុំធ្វើវីដេអូនិយាយសង្ខេបសាច់រឿងហ្នឹងឲ្យបានច្រើនតាមដែលអាចធ្វើទៅបានហើយខ្ញុំសូមអរគុណបងច្រើនខ្លាំងមែនតើទី3អរគុណទៅដល់បងស្រីធាយស្រីនូដែលបានឧបត្ថម្ភដល់ខ្ញុំចំនួន$5ហើយគាត់ក៏បាននិយាយថាទុកញ៉ាំកាហ្វេពេលព្រឹកដើម្បីកុំឲ្យស្អកកបាទអរគុណច្រើនមែនតើបងស្រីសម្រាប់ការចូលចិត្តនិងការស្រឡាញ់ហើយខ្ញុំសូមអរគុណទៅដល់បងទាំង3ខ្លាំងមែនតើសម្រាប់ការឧបត្ថម្ភដល់ខ្ញុំបាទជូនពរឲ្យបងទាំង3ហ្នឹងរកស៊ីទទួលទានមានបានមានសុខភាពល្អបរិវាជាឆ្ងាយពីជំងឺទាំងឡាយអរគុណច្រើនបងមែនតើ